រដូវកាត់ឋិនមកដល់ហើយអោបងប្អូនអើយនាំគ្នាមកធ្វើបុណ្យរដូវកាត់ឋិនមកដល់ហើយអោបងប្អូនអើយនាំគ្នាមកធ្វើបុណ្យធ្វើបុណ្យកាត់ឋិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាធ្វើបុណ្យកាត់ឋិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាធ្វើបុណ្យកាត់ឋិននៅភូមិយើងសំពីគ្នាឡើងដោយចិនឲ្យជ្រៀងខ្លាធ្វើបុណ្យកាត់ឋិននៅភូមិយើងសំពីគ្នាឡើងដោយចិនឲ្យជ្រៀងខ្លាមានត្រីជីវរនិងបរិក្ខារដឹងហើយត្រៀបត្រាប់កាប់ញីទាំងឡាយមានត្រីជីវរនិងបរិក្ខារដឹងហើយត្រៀបត្រាប់កាប់ញីអស់ទាំងឡាយដើម្បីជាស្ពានឆ្លងភពបីជាទានដល់ប្រពៃចូលកុំអសោកស្ដាយដើម្បីជាស្ពានឆ្លងភពបីជាទានដល់ប្រពៃចូលកុំអសោកស្ដាយត្រូវតែនាំគ្នាមកសប្បាយបងប្អូនចិត្តឆ្ងាយធ្វើបុណ្យទានឲ្យហើយត្រូវតែនាំគ្នាមកសប្បាយបងប្អូនចិត្តឆ្ងាយធ្វើបុណ្យទានឲ្យហើយមួយឆ្នាំមានតែមួយដងញាតិមិត្តបងបងកុំនៅរដូវកាត់ឋិនមកដល់ហើយអោបងប្អូនអើយនាំគ្នាមកធ្វើបុណ្យរដូវកាត់ឋិនមកដល់ហើយអោបងប្អូនអើយនាំគ្នាមកធ្វើបុណ្យធ្វើបុណ្យកាត់ឋិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាធ្វើបុណ្យកាត់ឋិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាធ្វើបុណ្យកាត់ឋិននៅភូមិយើងសំពីគ្នាឡើងដោយចិនឲ្យជ្រៀងខ្លាធ្វើបុណ្យកាត់ឋិននៅភូមិយើងសំពីគ្នាឡើងដោយចិនឲ្យជ្រៀងខ្លាមានត្រីជីវរនិងបរិក្ខារដឹងហើយត្រៀបត្រាប់កាប់ញីទាំងឡាយមានត្រីជីវរនិងបរិក្ខារដឹងហើយត្រៀបត្រាប់កាប់ញីអស់ទាំងឡាយដើម្បីជាស្ពានឆ្លងភពបីជាទានដល់ប្រពៃចូលកុំអសោកស្ដាយដើម្បីជាស្ពានឆ្លងភពបីជាទានដល់ប្រពៃចូលកុំអសោកស្ដាយត្រូវតែនាំគ្នាមកសប្បាយបងប្អូនចិត្តឆ្ងាយធ្វើបុណ្យទានឲ្យហើយត្រូវតែនាំគ្នាមកសប្បាយបងប្អូនចិត្តឆ្ងាយធ្វើបុណ្យទានឲ្យហើយមួយឆ្នាំមានតែមួយដងញាតិមិត្តបងបងរដូវកាត់ឋិនមកដល់ហើយអោបងប្អូនអើយនាំគ្នាមកធ្វើបុណ្យរដូវកាត់ឋិនមកដល់ហើយអោបងប្អូនអើយនាំគ្នាមកធ្វើបុណ្យធ្វើបុណ្យកាត់ឋិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាធ្វើបុណ្យកាត់ឋិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាធ្វើបុណ្យកាត់ឋិននៅភូមិយើងសំពីគ្នាឡើងដោយចិនឲ្យជ្រៀងខ្លា
ជាស្ពានឆ្លងភព3ជាទៀនដល់ប្រពៃចូលកុំអសោកស្ដាយដើម្បីជាស្ពានឆ្លងភព3ជាទៀនដល់ប្រពៃចូលកុំអសោកស្ដាយត្រូវតែនាំគ្នាមកសប្បាយបងប្អូនចិត្តឆ្ងាយធ្វើបងប្អូនទាំងអស់គ្នាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដែលបានមើលក្នុងវីដេអូ live នេះថ្ងៃនេះខ្ញុំបកករណាសូមពិតលោកម្ចាស់គ្រប់ព្រះអង្គនិងជម្រាបជូនដល់ពុទ្ធបរិស័ទទាំងអស់គ្នាដែលបានចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គីនៅក្នុងវត្តស្លាកែតខេត្តបាត់ដំបងនេះខ្ញុំបកករណានឹងប្រកាសពីចំណូលនិងចំណាយទាំងអស់ឲ្យពុទ្ធបរិស័ទបានដឹងបានឮទាំងអស់គ្នាចំណូលនឹងមានពីរផ្នែកទី1គឺពុទ្ធបរិស័ទចូលរួមតាមរយៈខ្ញុំបកករណាបាសរស្មីនេះជាងហើយនឹងទាំងក្នុងនិងក្រៅប្រទេសនោះគឺបានចំនួន100លានសូមអនុមោទនាចំណែកពុទ្ធបរិស័ទនៅក្នុងវត្តគឺបានចំនួន45លានរៀលសូមអនុមោទនាសរុបទាំងពីរចូលគ្នាគឺបាន145លានសូមអនុមោទនាអូញ័រដែរវាដូចវាកាន់ត្រៃញ័រហើយក្នុងនោះខ្ញុំបកករណាបានចំណាយទៅលើការជាវលៀងនិងត្រៃដែលពុទ្ធបរិស័ទគាត់បានឲ្យជាវមកទិញមកយើងត្រូវតែទិញរួមទាំងការតុបតែងចង្ហាន់ទាំងអស់គឺចំណាយអស់28លានរៀលហើយក្នុងនោះខ្ញុំបកករណាបានប្រកេននិងទុកដាក់សម្រាប់បច្ច័យរបស់ព្រះសង្ឃមានដូចជាលោកម្ចាស់ក្រាក្រនោះគឺចំនួន60លោកម្ចាស់ក្រាក្រនោះគឺ60,000រៀលសូមអនុមោទនាហើយសម្រាប់លោកម្ចាស់កងហត្ថបាស4អង្គគឺ1អង្គ40,000រៀលចំណាយអស់1,60,000រៀលសូមអនុមោទនាហើយបច្ច័យ4លោកម្ចាស់សាមណេរគ្រប់អង្គគឺចំណាយអស់25លាន20,000រៀលសូមអនុមោទនាសរុបទៅលើបច្ច័យ4ប្រសងគឺ27លាន40,000រៀលសូមអនុមោទនាហើយបច្ច័យទុកដាក់សម្រាប់កាពិតទៅនៅក្នុងនឹងមានទៀតប៉ុន្តែដោយសារតែគណៈកម្មការគាត់ឲ្យមកនឹងរៀងយឺតអញ្ចឹងខ្ញុំមិនណាបានសរុបការពីនៅនោះរួចហើយអូរៀងញ័រដៃមិនខ្មិចបច្ច័យច្រើនពេកអត់ទេមិញមកពីកាន់ត្រៃនឹងញ័រពេកខ្ញុំមិនណាបានទុកដាក់កសាងនោះចំនួន34លានរៀលសូមអនុមោទនាហើយទុកដាក់ទ្រទ្រង់ចង្ហាន់ទឹកភ្លើងហើយនឹងទូទៅហ្នឹងគឺទុកដាក់ចំនួន25លានរៀលសូមអនុមោទនាហើយទុកដាក់ការសិក្សារៀនសូត្រសាលាពុទ្ធកៈសម្រាប់សាមណសិលចំនួន10លានរៀលសូមអនុមោទនាហើយប្រាក់ហ្នឹងនៅសល់ទៀតបងប្អូនប៉ុន្តែខ្ញុំមិនណានឹងទុកដាក់កសាងបន្ថែមនិងចង្ហាន់បន្ថែមទៀតហើយនឹងចាត់ចែងបច្ច័យរបស់ពុទ្ធបរិស័ទទាំងអស់ឲ្យមានតម្លាភាពនៅក្នុងចេតនាបុណ្យមិនឲ្យបាត់មកៈមសេណាមួយទេសូមបងប្អូនទាំងអស់រីករាយច្រាថ្នាអនុមោទនាខ្ញុំបកករណាសូមអរព្រគុណនិងអរគុណចំពោះពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាបានអញ្ជើញមកចូលរួមយ៉ាងច្រើនកកឃើញថាឆ្នាំនេះក៏ដូចតែឆ្នាំមុនប៉ុន្តែបច្ច័យរៀងច្រើនបន្តិចមែនប៉ុន្តែការពិតទៅប៉ុណ្ណឹងក៏ច្រើនសម្រាប់ទឹកចិត្តបងប្អូនប៉ុន្តែបើលើតការចាត់ចែងចង់អស់បាត់ទៅហើយអញ្ចឹងសូមពុទ្ធបរិស័ទបន្តជួយអ្វីដែលខ្ញុំបកករណាចង់ឲ្យបងប្អូនជួយនោះគឺកសាងកុដសូមទឹកចិត្តបងប្អូនពុទ្ធបរិស័ទទាំងអស់គ្នាបន្តខ្ញុំមិនណាជឿជាក់ថាបងប្អូនប្រហែលជាឃើញក្នុងវីដេអូ live ខ្ញុំហ្នឹងឡើងពេលខ្លះឡើងលើដំបូងឡើងទាំងក្តៅឡើងទាំងភ្លៀងក៏ខំប្រឹងប្រែងដើម្បីគៀងគោពុទ្ធបរិស័ទកសាងកុដនេះដើម្បីឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនានិងប្រគេនចំពោះព្រះសង្ឃសាវកដែលខិតខំប្រឹងប្រែងប្រតិបត្តិការសិក្សារៀនសូត្រមកពីបណ្ដា25ខេត្តក្រុងបើយើងមិនជួយសង្គ្រោះកូនខ្មែរឲ្យអ្នកណាជាតិសាសន៍ណាមកជួយជាតិយើងអញ្ចឹងមានតែយើងទាំងអស់គ្នានឹងឯងជាពុទ្ធបរិស័ទខំប្រឹងបន្តទៀតធ្វើយ៉ាងណាកសាងកុដនេះឲ្យមានធនធានប្រសង់ទាំងពីរទាំងពុទ្ធចក្រទាំងអាណាចក្រដើម្បីជួយវិស័យពុទ្ធសាសនានិងសង្គមជាតិយើងអរគុណខ្ញុំបកករណាសូមជូនកម្មវិធីនេះទៅបងអាចារ្យវេកឋិនវិញអញ្ចឹងសូមប្រកេនបនជូនបនអនុមោទនា